កម្ពុជាតវ៉ាជំទាស់និងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេសក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាសូមតវ៉ាជាផ្លូវការប្រឆាំងនឹងការដាក់កុងតឺន័រចំនួន3នៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងភូមិអានសេសឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជាដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេសសកម្មភាពនេះដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុងនិងជុំវិញតំបន់ស៊ីវិលពង្រឹងការគ្រប់គ្រងដោយយោធាឬបង្កើតស្ថានភាពថ្មីៗនៅទីតាំងជាក់ស្ដែងដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនិងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាពនិងថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេកម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះដែលជាការពង្រឹងការកាន់កាប់លើទឹកដីកម្ពុជាដោយប្រទេសថៃសកម្មភាពនេះផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងនៅក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងបំពេញទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេនៅក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះចំនួនព្រំដែនទាំងអស់ជាមួយប្រទេសថៃក៏ដូចជាប្រទេសនានានៅជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិទន្ទឹមនឹងនេះការប្រកាន់ភ្ជាប់នៅគោលជំហរជាគោលការណ៍ថាព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឡើយ